បាទចង់ឲ្យគាត់គាំទ្រមិនថាតែផលិតផលរបស់ខ្ញុំទេចឹងរាល់ផលិតផលឬក៏ស្នាដៃដែលផលិតដោយបងប្អូនមានពិការភាពចឹងស្នើសុំឲ្យគាត់ជួយគាំទ្រពីយើងសំណពរខ្ញុំទៀតចេះកុំប្រៀបធៀបពាក់ព័ន្ធនឹងតម្លៃរបស់ផលិតផលរបស់បងប្អូនមានពិការភាពទៅនឹងតម្លៃដែលផលិតផលនៅតាមទីផ្សារព្រោះផលិតផលរបស់គេគឺឡើងឡើងរោងចក្រពីនេះណាហើយយើងគិតមើលទៅថាអ្នកពិការគាត់ពិបាកឲ្យប៉ុន្តែគាត់នៅព្យាយាមផលិតបានជាសម្ភារៈហ្នឹងអញ្ចឹងនេះថាការជួយគាំទ្រការទិញហ្នឹងគឺជាការលើកទឹកចិត្តគាត់ហើយវាជាការផ្ដល់តម្លៃជាងការដែលយើងផ្ដល់លុយឲ្យគាត់ហ្នឹងអញ្ចឹងយើងទិញផលិតផលមានយើងបរៀនគាត់ឲ្យចេះប្រឹងឲ្យចេះតស៊ូឲ្យរស់នៅក្នុងសេចក្តីថ្លៃថ្នូរណាមិនក្នុងនាមខ្ញុំជាអ្នកពិការម្នាក់ក៏ខ្ញុំអត់បាយចិត្តដែរមិនមែនថាខ្ញុំនេះទេនេះឆន្ទៈរបស់ខ្ញុំមួយទេខ្ញុំអត់ចង់លើកឡើងសិនពីប៉ុន្តែខ្ញុំចង់យករបស់ទៅដូរជាការគាំទ្រវិញហ្នឹងជាការផ្ដល់តម្លៃហើយមួយវិញទៀតក៏សារផ្ដាំផ្ញើទៅបងប្អូនមានពិការភាពដែរថាយើងពិការហើយយើងត្រូវជាយាមរស់នៅក្នុងភាពថ្លៃថ្នូរជាយាមផលលទ្ធភាពរបស់យើងឲ្យដល់ទៅគឺចឹងហើយពាក់ព័ន្ធនឹងសបិនខ្ញុំចុងក្រោយគឺគោលដៅចុងក្រោយរបស់ខ្ញុំគឺខ្ញុំខ្លាចចង់ឲ្យរោងជាងនេះខ្លាចជារោងជាងដ៏រឹងមាំហើយសង្ឃឹមថាខ្ញុំនឹងបានម្ចាស់លុយបន្ថែមទៀតហើយជាពិសេសគឺខ្ញុំចង់បានម្ចាស់លុយដែលនៅក្នុងស្រុកហ្នឹងមានដូចជាអបញ៉ាឬក៏អាដាមណាដែលគាត់មានគំនិតថាគាត់ចង់ជួយឲ្យគេមានស្វាគមន៍ហើយតំណឹងខ្ញុំគិតថាវារឹងមាំមានតែចំណុចយើងក្នុងស្រុកហ្នឹងគឺចង់ឲ្យវាខ្លាយជារោងជាងមួយដែលវាកាន់តែធំហើយមានអ្នកពិការធ្វើការកាន់តែច្រើនចង់បណ្ដុះហើយរក្សាស្នាដៃហ្នឹងទុកតទៅទៀតបន្ទាប់ពីខ្ញុំទៅអ្នកមានជំនាន់ក្រោយក៏អាចដឹកនាំទៅបានច្រើន